ង្គមស៊ីវិលសំឡេងសង្គមស៊ីវិលគឺជាការផ្សាយរបស់គណៈកម្មាធិការ Conference សហការជាមួយអង្គការសមាគមមិនមែនរដ្ឋាភិបាលមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជាសំឡេងសង្គមស៊ីវិលមានគោលបំណងប្រមូលផ្ដុំមតិយោបល់ទស្សនៈការវិភាគការសង្កេតឃ្លាំមើលនិងផ្ដល់ព័ត៌មាននានាក្នុងការចូលរួមស្ថាបនាសង្គមចា៎នេះខ្ញុំយើងនាមក៏សូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ចា៎ដែលតែងតាមដានស្ដាប់នៃការផ្សាយរបស់សម្លេងសង្គមស៊ីវិលយើងជារៀងរាល់ពេលកម្មវិធីល្ងាចនេះគឺជាកម្មវិធីសម្លេងម្ចាស់ឆ្នោតដែលយើងតែងតែធ្វើការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង4ដល់ម៉ោង5ចា៎បានវិលមកជួបលោកអ្នកសាជាថ្មីហើយកម្មវិធីសម្លេងម្ចាស់ឆ្នោតល្ងាចនេះក៏បានលើកជជែកប្រធានបទមួយដែលពាក់ព័ន្ធទៅនឹងទុកលំបាកនិងដំណោះស្រាយទៅលើបញ្ហារបស់ពលរដ្ឋចា៎នៅក្នុងកម្មវិធីនៃការជជែករយៈពេល1ម៉ោងទៅលើប្រធានបទនេះគឺយើងមានវាគ្មិននៅក្នុងការចូលរួមជជែកពិភាក្សាចំនួន2រូបចាដែលទី1គឺមានលោកប៉ៅមករាដែលជាអ្នកសិក្សាកិច្ចការងារសង្គមនិងនយោបាយចាហើយយើងនឹងធ្វើការភ្ជាប់លោកតាមប្រព័ន្ធអនឡាញហើយវាគ្មិនយើងមួយរូបទៀតនោះគឺលោកដុលប៊ុនថាដែលជាតំណាងសហគមន៍អ្នកនេសាទមកពីខាងខេត្តកំពង់ឆ្នាំងចានៅក្នុងការជជែកកម្មវិធីរយៈពេល1ម៉ោងនេះពុកម៉ែបងប្អូនប្រិយមិត្តយើងក៏អាចលើកជាមតិយោបល់ដូចជាសំណួរមកកាន់កម្មវិធីមកនៃការជជែកយើងបានដូចគ្នាចាសូមឲ្យរកការបញ្ចេញមតិគឺប្រកបដោយក្រមសីលធម៌ដែលមិនប៉ះពាល់ទៅដល់បុគ្គលណាម្នាក់ស្ថាប័នណាមួយជាពិសេសគឺអង្គព្រះមហាក្សត្រដែលឡែកនេះខ្ញុំក៏សូមបញ្ជាក់ផងដែររាល់មតិយោបល់របស់ពុកម៉ែបងប្អូនប្រិយមិត្តឬក៏ទស្សនៈរបស់វាគ្មិនគឺមិនឆ្លប់បញ្ចាំងអំពីទស្សនៈរបស់ Conference ទេចានេះខ្ញុំជំរាបសួរទៅដល់លោកប៊ុនថាបាទជំរាបសួរចាដែលមានវត្តមាននៅក្នុងកម្មវិធី Studio យើងល្ងាចនេះហើយក៏ដូចជាសូមជំរាបសួរទៅដល់លោកប៉ៅមករាពីចម្ងាយផងចាជំរាបសួរលោកប៉ៅមករាចាបាទសូមជំរាបសួរបាទចាអរគុណច្រើនហើយដូចនេះខ្ញុំបានជម្រាបខាងដើមគឺប្រធានបទនៅក្នុងការជជែករយៈពេល1ម៉ោងនេះគឺយើងនឹងលើកជជែកអំពីទុកលំបាកហើយនឹងដំណោះស្រាយទៅលើបញ្ហាប្រជាពលរដ្ឋចានៅក្នុងតថភាពសង្គមនេះពេលកន្លងមកហើយនឹងធ្វើការឆ្លប់បញ្ចាំងអំពីបញ្ហាប្រឈមក៏ដូចជាភ្ជាប់ជាមួយនឹងដំណោះស្រាយទៅលើបញ្ហាទុកលំបាករបស់ប្រជាពលរដ្ឋមួយចំនួនដែលយើងអាចនឹងធ្វើការជជែកជាមួយនឹងវាគ្មិនរយៈពេល1ម៉ោងនេះចាមុននឹងយើងជជែកទៅដល់បញ្ហាទាំងអស់នោះនេះខ្ញុំអាចសូមជាការកត់សម្គាល់ខ្លីពីខាងវាគ្មិនបន្តិចដែរចានេះខ្ញុំសូមចង់លើពីខាងលោកមករាមុនថាតើលោកមានការកត់សម្គាល់បែបណាចំពោះស្ថានភាពជីវភាពនិងការរកចំណូលរបស់ប្រជាពលរដ្ឋយើងនារយៈពេលចុងក្រោយនេះចាខ្ញុំសូមគោរពជំរាបសួរបងប្អូនដែលតាមដានស្ដាប់នៅកម្មវិធីទាំងមូលក៏សូមជម្រាបសួរមេគ្មិននិងអ្នកស្ដាប់ទាំងមូលចំពោះខ្ញុំពាក់ព័ន្ធទៅនឹងបញ្ហាការកត់សម្គាល់ពីការលំបាកក៏ដូចជាពាក់ព័ន្ធនឹងបញ្ហាជីវភាពឬចំណូលរបស់ប្រជាពលរដ្ឋទូទៅខ្ញុំមើលឃើញជាច្រើនចំណុចហើយអ្វីដែលខ្ញុំកត់សម្គាល់ជាធំនោះគឺពាក់ព័ន្ធទៅនឹងបញ្ហាការដែលធ្វើឲ្យគាត់លំបាកក្នុងការប្រកបមុខរបរចំណូលរបស់គាត់ធ្លាក់ចុះហើយមួយទៀតគឺពាក់ព័ន្ធទៅនឹងបំណុលអញ្ចឹងទាំងពីរនេះយើងឃើញបច្ចៈកលាគ្នាដោយថានៅពេលដែលគាត់មានចំណូលធ្លាក់វាធ្វើឲ្យគាត់ហ្នឹងចំណូលគាត់កើនឡើងការចំណាយក៏កើនឡើងអញ្ចឹងបញ្ហាទាំងអស់នេះគឺយើងឃើញមានគ្រប់ពលរដ្ឋទូទៅហើយមួយទៀតខ្ញុំឃើញបើតាមរបាយការណ៍របស់ CDC ថាប្រជាពលរដ្ឋរបស់កម្ពុជាយើងហ្នឹងជាពាក់បំណុលទៅស្ថាប័នគ្រឹះស្ថានវិទ្យាល័យវត្ថុហ្នឹងរហូតដល់75លាននាក់អញ្ចឹងតួលេខគឺច្រើនមែនទែនអានេះយើងគិតតែពីបញ្ហាដែលពលរដ្ឋក្នុងស្រុកអ្នកជាពាក់គ្រឹះស្ថានវិទ្យាល័យវត្ថុដូចធនាគារហ្នឹងណាហើយមួយទៀតយើងឃើញបំណុលសាធារណៈរបស់រដ្ឋហ្នឹងក៏ជាពាក់ទៅច្រើនដែរ
ចឹងបញ្ហាទាំងពីរនេះគឺខ្ញុំឃើញថាជាបញ្ហាមួយដែលជាកង្វល់របស់ជាតិទាំងមូលកង្វល់របស់អ្នកនយោបាយត្រូវតែដោះស្រាយបញ្ហាហ្នឹងពីព្រោះបញ្ហានៅពេលដែលមានបំណុលវានឹងមានរឿងអីផ្សេងកើតឡើងសម្រាប់សង្គមកម្ពុជាទាំងមូលពិសេសគឺបញ្ហាអំពើហិង្សាក្នុងគ្រួសារបញ្ហាការសម្លាប់ខ្លួនបញ្ហាពាក់ព័ន្ធទៅនឹងគេហៅថាអំពើហិង្សាក្នុងគ្រួសារឬអំពើហិង្សានយោបាយក៏អាចលីឡោមចូលទៅក្នុងបញ្ហាពាក់ព័ន្ធនឹងបំណុលដែរបាទនេះជាអ្វីដែលខ្ញុំក៏ស្គាល់សម្រាប់ការមើលឃើញរបស់ខ្ញុំតាមរយៈបាយការណ៍និងតាមរយៈការសង្កេតផ្ទាល់បាទចាលោកមករាភ្ជាប់ជាមួយនឹងការសង្កេតមើលអំពីស្ថានភាពបញ្ហាបំណុលរបស់ប្រជាពលរដ្ឋនេះពាក់ព័ន្ធទៅនឹងស្ថានភាពជីវភាពក៏ដូចជាការប្រកបមុខរបររបស់ប្រជាពលរដ្ឋនារយៈពេលចុងក្រោយនៃស្ថានភាពរបស់ពួកគាត់មានស្ថានភាពយ៉ាងណាដែរបើតាមជាការកត់សម្គាល់នោះចាពាក់ព័ន្ធទៅនឹងស្ថានភាពរបស់គាត់ខ្ញុំគិតថាវាជាការដែលធ្លាក់ចំណូលហ្នឹងវាធ្វើឲ្យពួកគាត់ហ្នឹងចំណាក់ស្រុកពួកគាត់ចំណាក់ស្រុកគាត់លែងរំពឹងទុកបញ្ហារបស់គាត់ហ្នឹងថាវាមិនអាចកើតឡើងនៅក្នុងការងាររបស់គាត់វាអាចធ្វើការងារក្នុងស្រុកបានអញ្ចឹងគាត់ធ្វើការចំណាក់ស្រុកហើយមួយទៀតចំណូលរបស់គាត់ហ្នឹងគេហៅថាប៉ះពាល់ទៅលើប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តីឬក៏ពលរដ្ឋដែលប្រកបមុខរបរដែលហៅថាខ្នាតនៅតាមលក្ខណៈគ្រួសារវាមិនទៅជាស្តង់ដារមុខរបរជាវិជ្ជាធំដុំទេអាហ្នឹងយើងគិតថាពលរដ្ឋដែលកម្រិតទាបណាចឹងនៅពេលដែលគាត់រងគ្រោះហ្នឹងក៏រងគ្រោះនៅក្នុងកម្រិតហ្នឹងហើយដល់ហ្នឹងយើងគិតកម្រិតទាបប៉ុន្តែយើងឃើញការប៉ះពាល់វាមិនមែននៅតែកម្រិតពលរដ្ឋកម្រិតទាបហ្នឹងឯងយើងឃើញមានរហូតដល់អុកញ៉ាអីមួយចំនួនក៏មានបញ្ហាហ្នឹងដែរហើយឈានរហូតដល់ការមានការឆោបបោកពាក់ព័ន្ធនឹងការខាត់បងនៅលើមុខជំនួយរបស់អ្នកធំអ្នកនយោបាយឬក៏អ្នកដែលរកពីធំមួយចំនួនហ្នឹងដែរបាទចាអរគុណច្រើនពីខាងវាគ្មិនយើងដែលបានធ្វើការកត់សម្គាល់ទៅលើស្ថានភាពនេះចានេះខ្ញុំមានការចាប់អារម្មណ៍ទៅលើចំណុចមួយចំនួនដែលយើងមើលឃើញអំពីស្ថានភាពនៃការប្រកបមុខរបររបស់ប្រជាពលរដ្ឋក៏ដូចជាបញ្ហាមួយចំនួនចានៅក្នុងនោះក៏យើងឃើញមានប្រជាពលរដ្ឋក៏ជាប់នៅបំណុលនេះគឺជាបញ្ហាមួយដែលកំពុងតែបន្តកើតមានរហូតមកដល់បច្ចុប្បន្នហើយក្នុងនោះទៀតសោតក៏យើងមើលឃើញអំពីជនឆ្លៀតឱកាសដែលឆោបោកទៅដល់ប្រជាពលរដ្ឋដែលគាត់កំពុងតែជួបនៅផលវិបាកអីជាដើមនេះចាហើយយើងនឹងទៅជែកជាមួយនឹងវាគ្មិនយើងបន្តជាមួយនឹងខ្លឹមសារលម្អិតពាក់ព័ន្ធទៅនឹងបញ្ហាទាំងអស់នេះចានេះខ្ញុំសូមត្រឡប់មកជាមួយនឹងវាគ្មិនក្នុង studio យើងតែម្ដងចាពីខាងលោកពូប៊ុនថាចាដែលគាត់ជាតំណាងសហគមន៍អ្នកនេសាទមកពីខាងខេត្តកំពង់ឆ្នាំងចានេះខ្ញុំក៏ដូចជាចង់ដឹងពីលោកពូដែរអំពីស្ថានភាពប្រជាពលរដ្ឋនៅតាមសហគមន៍ឬក៏នៅតាមតំបន់ដែលលោកពូអាចកត់សម្គាល់បានថាតើពួកគាត់មានស្ថានភាពជីវភាពបែបណាទៅចា៎បាទជាបឋមខ្ញុំបាទប៊ុនថាសូមជម្រាបសួរទៅដល់ឯងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅបានស្ដាប់វិទ្យុរបស់ Comprel ហើយវិទ្យុសម្លេងម្ចាស់ឆ្នោតបាទយើងតាមកត់សម្គាល់នៅក្នុងមូលដ្ឋានក៏ដូចជានៅជុំវិញនៅក្នុងសហគមន៍យើងប្រជាពលរដ្ឋជួបប្រទះនឹងផលលំបាកនៅក្នុងការរកប្រាក់ចំណូលបាទដូចជាញរនេសាទហើយដូចទៅធ្វើកសិកម្មជួបបញ្ហាតាក់ទងទៅនឹងភាពអត់ការងារធ្វើហើយសិតតែជាបញ្ហាដែលពួកគាត់កំពុងទទួលនៅបញ្ហាប្រឈមទាំងនោះបាទចាចុះចំពោះលោកពូផ្ទាល់វិញកន្លងមកក៏ដូចជាបច្ចុប្បន្នមានជីវភាពលំបាកនៅក្នុងការប្រកបមុខរបរឬក៏ជីវភាពរស់នៅបែបណាដែរទៅចាមកដល់ពេលនេះយើងខ្ញុំតែតែមានការជួបប្រទះទាំងប្រាក់ចំណូលហើយទី1គឺយើងទៅប្រកបមុខរបរអត់បានទៅនេសាទអត់បានការធ្វើស្រ័យប្រាំងធ្វើកសិកម្មគឺយើងចំណាយទៅលើដើមទុនច្រើនហើយតម្លៃផលិតនឹងវាច្រើនអញ្ចឹងធ្វើឲ្យផលដែលយើងទទួលបានមកក្នុងការចំណាយទ្រទ្រង់អត់បានអញ្ចឹងធ្វើឲ្យជីវភាពរបស់លោកខ្ញុំនឹងសហគមន៍ធ្វើឲ្យមានការជួបប្រទះទាំងការលំបាកមែនទែនចាពាក់ព័ន្ធទៅនឹងមុខរបររបស់លោកពូក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅខាងសហគមន៍ខាងនោះគឺយើងធ្វើកិច្ចការងារខាងពាក់ព័ន្ធទៅនឹងនេសាទបើយើងប្រៀបធៀបពីការនេសាទពីមុនហើយនឹងការនេសាទឥឡូវថាតើហេតុអីបានជា
បច្ចុប្បន្ននេះមានការធ្លាក់ចុះនៅក្នុងការរកនេសាទនេះចាពីដើមយើងរកនេសាទអាចចិញ្ចឹមខ្លួនយើងបានហើយចិញ្ចឹមគ្រួសារយើងបានព្រោះការនោះផលនេសាទឬក៏ធនធានទាំងនោះអត់ត្រូវបានគម្រាមកំហែងទេមកដល់ពេលនេះហេតុអីបានជាយើងរកមិនបានដោយសារទី1កត្តាមនុស្សទី1គឺពួកគាត់តែងតែទៅកាប់បំផ្លាញព្រៃលិចទឹកទី2បំផ្លាញព្រៃលិចទឹកនោះទៅនាំគ្នាទៅធ្វើការពង្រីកស្រែប្រាំងអញ្ចឹងទៅធ្វើឲ្យបាត់ចម្រុះត្រីហ្នឹងបាទទី2គឺអាកាសធាតុគឺកត្តាប្រែប្រួលអាកាសធាតុនេះធ្វើឲ្យបឹងមួយចំនួនឬបឹងទាំងអស់តែម្ដងដូចវារីងស្ងួតតែម្ដងរីសោះធ្វើឲ្យបាត់បង់អាផលនេសាទនឹងធ្វើឲ្យជីវៈចម្រុះដែលតែអ្នកទ្រទ្រង់នៅក្នុងការប្រកបមុខរបរឬយកធនធានទៅនោះជំនជីវិតនោះវាដូចជាបាត់បង់ទៅបងចាអរគុណច្រើនបើយើងគិតអំពីផលវិបាកនិងបញ្ហាត្រង់ចំណុចនេះគឺជារឿងមួយដែលកំពុងតែជួបប្រទះសម្រាប់លោកពូក៏ដូចជាសហគមន៍នៅខាងនោះក្រៅពីបញ្ហាទុកលំបាកតាក់ទងទៅនឹងការនេសាទមានការថមថយឬក៏ការរកប្រាក់ចំណូលនឹងមានការធ្លាក់ចុះតើមានបញ្ហាប្រឈមអ្វីផ្សេងទៀតដែរទេនៅក្នុងសហគមន៍ពូនេះចាទី1គឺយើងឃើញមានអំពើហិង្សាទី2យើងតើកាលណាដែលយើងអត់មានប្រាក់ចំណូលគឺពួកគាត់អត់មានអីអ្វីក្រៅពីការទៅជ័យទៅមិនដើម្បីឲ្យរកដំណោះស្រាយអញ្ចឹងអំពើហិង្សាវាកើតឡើងនៅក្នុងគ្រួសារនឹងតែម្ដងទី2តាក់ទងទៅនឹងបំណុលចាបំណុលនេះកាលណាគាត់រត់បានគាត់ទៅខ្ចីបុលគេដើម្បីទ្រទ្រង់ជីវភាពគាត់មកពេលហ្នឹងអញ្ចឹងធ្វើឲ្យគាត់ជាពាក់បំណុលគេកាន់តែខ្លាំងឡើងធ្វើឲ្យគាត់ទៅបានព្រមលក់បង់ខាត់បង់តាក់ទងទៅនឹងដីស្រែចម្ការគាត់លក់ហើយកាត់បំណុលហ្នឹងបាទចាអរគុណច្រើនលោកពូយើងនឹងទៅជែកគ្នាបន្ថែមទៅលើបញ្ហាទាំងអស់នេះទៀតចាអរគុណច្រើននេះខ្ញុំសូមងាកត្រឡប់ទៅជាមួយនឹងលោកមករាដែរចាឃើញមានអំពីសារសម្លេងពីខាងលោកពូមកពីតំណាងសហគមន៍ខាងខេត្តកំពង់ឆ្នាំងដែលលោកក៏ជាអ្នកប្រកបរបរខាងនេសាទហើយសហគមន៍មួយចំនួនក៏កំពុងតែជួបនៅបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការរកប្រាក់ចំណូលផងដែរហើយនៅក្នុងនោះមិនខុសអ្វីពីការកត់សម្គាល់របស់លោកមករាទេជំវិញបញ្ហាអំពើហិង្សាក៏ដូចជាមានពលរដ្ឋមានបញ្ហាបំណុលអីជាដើមនេះខ្ញុំចង់ឲ្យលោកមករាធ្វើការបន្ថែមទៅលើបញ្ហាប្រឈមឬក៏ទុកលំបាកអ្វីបន្ថែមទៀតដែលប្រជាពលរដ្ឋជាទៅគាត់អាចជួបប្រទះទៅលើបញ្ហានេះពេលបច្ចុប្បន្ននេះចា៎បាទអ្វីដែលខ្ញុំក៏សម្គាល់បន្តទៀតហ្នឹងគឺពេលខ្លះបញ្ហាដែលគាត់ជួបប្រទះសពថ្ងៃហ្នឹងវាជាហៅថាគាត់ទទួលផលហ្នឹងផ្ទាល់ណាប៉ុន្តែអ្វីដែលគាត់ទទួលផលហ្នឹងគឺទទួលផលពីឥទ្ធិពលមួយចំនួននៃការអនុវត្តគោលនយោបាយរបស់សង្គមឬក៏ហៅថានយោបាយរបស់រដ្ឋាភិបាលមួយចំនួនអត់មានសិទ្ធិភាពហើយខ្វះការតាមដានខ្វះការជំនុំវាធ្វើឲ្យមានបញ្ហាមួយចំនួនកើតឡើងខ្ញុំនិយាយពីរឿងមួយទៀតគឺពាក់ព័ន្ធទៅនឹងបញ្ហាអំពើពុករលួយអញ្ចឹងអំពើពុករលួយហ្នឹងវាជាហៅថាជាបញ្ហាមួយការរាំងស្ទះការបង្កធ្វើឲ្យបញ្ហាជាច្រើនដុះដាលរីកទៅដល់សង្គមកម្ពុជាទាំងមូលអញ្ចឹងយើងមើលរបាយការណ៍កន្លងមករបាយការណ៍របស់អង្គការដំណាភិបកម្ពុជាដំណាភិបអន្តរជាតិហ្នឹងអង្គការដំណាភិបអន្តរជាតិបានលើកឡើងពីបញ្ហាពាក់ព័ន្ធទៅនឹងអំពើពុករលួយរបស់កម្ពុជាហ្នឹងមានលក្ខណៈទៀតមែនទែនចឹងបញ្ហាទាំងអស់នេះរដ្ឋាភិបាលគួរតែពិនិត្យឲ្យពិចារណាថាតើការគួរតែយ៉ាងម៉េចតើរបាយការណ៍ហ្នឹងពិតប្រាកដអត់ចឹងណាចាហ្នឹងមួយទៀតបញ្ហាសិទ្ធិសេរីភាពហ្នឹងក៏ជះឥទ្ធិពលទៅដល់បញ្ហាជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូលដែរដោយសារមនុស្សកាលណាបើយើងនិយាយអំពីបរិញ្ញាធម្មជាតិឬក៏ហៅថាសិទ្ធិសេរីភាពពីធម្មជាតិហ្នឹងវាតែងតែមានការគិតហ្នឹងគឺខ្លាមានការគិតហ្នឹងពោះទៅមុខជានិច្ចហ្នឹងតាមរយៈមានសេរីភាពក្នុងការធ្វើក្នុងការគិតក្នុងការចូលរួមហ្នឹងអញ្ចឹងបើគាត់បាត់បង់ក្នុងការសេរីភាពមានការភ័យខ្លាចមានការបារម្ភក្នុងការចាប់ចងក្នុងការចោទប្រកាន់ទៅលើប្រព័ន្ធតាមប្រព័ន្ធតុលាការហ្នឹងអាហ្នឹងវាជាផ្នែកមួយក្នុងការរាំងស្ទះទៅដល់ការគិតប្រកបមុខរបររបស់គាត់ទាំងដែរហើយបញ្ហាមួយទៀត
គឺបញ្ហាពាក់ព័ន្ធទៅនឹងនីតិរដ្ឋអញ្ចឹងបញ្ហានីតិរដ្ឋហ្នឹងក៏ជាសំខាន់ដែរសម្រាប់កម្ពុជាសម្រាប់ប្រជាជនកម្ពុជាអញ្ចឹងការដែលអនុវត្តការដែលបំផាត់អំពើពុករលួយទៅបានហ្នឹងតើតើមាននីតិរដ្ឋមានច្បាប់មួយដែលធានាទៅដល់គ្រប់ប្រជាជនទៅដល់គ្រប់វណ្ណៈនៃអ្នកដែលរកស៊ីអ្នកដែលប្រកបមុខរបរហ្នឹងទាំងអស់អញ្ចឹងមិនថាខ្មែរមិនថាបរទេសទេដែលមករកស៊ីនៅកម្ពុជាហ្នឹងគឺគេអាងទៅលើអាងទៅលើប្រព័ន្ធច្បាប់អាងទៅលើហៅថានីតិរដ្ឋរបស់កម្ពុជាដែលរឹងមាំហ្នឹងអញ្ចឹងយើងឃើញអ្នកដែលមករកស៊ីដែលល្អអ្នកជំនួយដែលធំដែលគេមានរកស៊ីតាមផ្លូវសុចរិតហ្នឹងគឺគេពឹងផ្អែកលើច្បាប់ប្រព័ន្ធច្បាប់ហ្នឹងអញ្ចឹងឲ្យវាអត់ដូចអ្នកដែលរកស៊ីក្នុងផ្លូវងឹតអ្នកដែលរកស៊ីគេហៅថាអ្នករកស៊ីមួយចំនួនដែលមកពីបរទេសហ្នឹងគឺគាត់រកស៊ីថាធ្វើនំអត់ម្សៅណាតែគាត់ធ្វើនំអត់ម្សៅអញ្ចឹងធ្វើឲ្យគាត់ពឹងទៅលើប្រព័ន្ធបព្វពួកនិយមពឹងពាក់ទៅលើអ្នកនយោបាយមានឥទ្ធិពលណាមួយធ្វើឲ្យគាត់ពុករលួយទៅអញ្ចឹងអាកតាទាំង3នេះខ្ញុំត្រកវិញកតាទាំង3ហ្នឹងវាជាហៅថាជាផលលំបាកដែលជះទៅឲ្យពួកគាត់ពីរឿងចំណូលរបស់គាត់ផងពីបញ្ហាបំណុលរបស់ផងអញ្ចឹងកាលណាគាត់ធ្លាក់ចំណូលចំណាយគាត់ខ្ពស់ហើយបំណុលរបស់គាត់ចាប់ដើមវណ្ណកគាត់ចាប់ដើមស្មុគស្មាញនៅបញ្ហាជីវិតចាំថ្ងៃរបស់គាត់ណាចា៎ហើយមួយទៀតយើងឃើញកន្លងមកថាមានរបាយការណ៍មួយរបស់អង្គការ Our World in the Car ហ្នឹងណាគាត់បានចេញរបាយការណ៍ថាពលរដ្ឋយើងគឺមានហៅថាមានបញ្ហាផ្លូវចិត្តពាក់ព័ន្ធទៅនឹងបញ្ហាសុខមង្គលផ្លូវចិត្តហ្នឹងគឺមានតិចតួចមែនទែនអញ្ចឹងអាកតាទាំងអស់នេះរបាយការណ៍ទាំងអស់នេះរដ្ឋាភិបាលគួរយកមកពិចារណាយកមកដោះស្រាយដើម្បីកុំឲ្យមានបញ្ហាហ្នឹងកាន់តែធ្ងន់ធ្ងរថែមទៀតណាបាទចា៎បាទមានប៉ុណ្ណឹងចាអរគុណច្រើនដែលបានបន្ថែមជជែកអំពីតតភាពបញ្ហាប្រឈមនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋនារយៈពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះចាដែលយើងឃើញមានផលកត្តាជះទាំងប្រយោជន៍ហើយនិងផលលំបាកបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផ្ទាល់នេះផងដែរទៅលើជីវភាពនៃការរស់នៅរបស់ពួកគាត់ចាមិនខុសពីអ្វីដែលវាគ្មិនយើងបានធ្វើការលើកឡើងទេនេះខ្ញុំចង់ឲ្យលោកមករាបន្ថែមបន្តិចទៀតបើយើងមើលអំពីបញ្ហាជាច្រើនដែលបានធ្វើការលើកឡើងទាំងក្នុងនោះក៏យើងឃើញមានទាំងបញ្ហាអំពើហិង្សាកើតមានឡើងនៅពេលដែលការរកចំណូលរបស់ប្រជាពលរដ្ឋមានការថយចុះហើយបញ្ហាបំណុលនេះក៏នៅតែជាក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋហើយពាក់ព័ន្ធទៅនឹងបញ្ហាជាច្រើនទៀតហើយនៅក្នុងនោះក៏យើងឃើញមានបញ្ហាចំណាក់ស្រុករបស់ប្រជាពលរដ្ឋយើងផងដែរហើយបញ្ហាដែលនេះខ្ញុំអាចចាប់អារម្មណ៍ចុងក្រោយគឺពាក់ព័ន្ធទៅនឹងបញ្ហាធ្លាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋគឺគេហៅថាសុភមង្គលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនេះមានការធ្លាក់ចុះបើតាមរបាយការណ៍ដែលវាគ្មិនបានធ្វើការលើកឡើងអីជាដើមជុំវិញបញ្ហាទាំងអស់នេះថាតើលោកមើលឃើញថាគួរតែមានទទួលបានដំណោះស្រាយបែបណាពីភាគីពាក់ព័ន្ធហើយអាជ្ញាធរគួរតែដោះស្រាយបែបណាដើម្បីឲ្យមានភាពល្អប្រសើរឡើងវិញទៅលើជុំវិញបញ្ហាទាំងអស់នេះចា៎ពាក់ព័ន្ធទៅនឹងបញ្ហាការដោះស្រាយពីរឿងបំណុលក្តីពីស្ថានភាពជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្តីយើងឃើញមានរដ្ឋាភិបាលក៏ដាក់គោលនយោបាយដូចជាច្រើនមកហើយប៉ុន្តែគាត់ថាយើងមើលទៅថាប្រសិទ្ធភាពនៃការដោះស្រាយនឹងកម្រិតណាអាហ្នឹងវាអាស្រ័យតាមការអនុវត្តជាក់ស្ដែងអាស្រ័យទៅការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយហ្នឹងយើងឃើញកន្លងមកយើងឃើញមានការបន្ទូបន្ថយនៃការបង់សងត្រឡប់វិញទៅដល់ធនាគារយើងឃើញមានការអំពាវនាវទៅដល់គេហៅថាក្រុមហ៊ុនអចលនទ្រព្យក្តីក្រុមហ៊ុនផ្ទះរវែងក្តីហ្នឹងគឺមានការយកយល់នឹងការលើកលែងអព្យាស្រ័យទៅដល់អតិថិជនរបស់ខ្លួនប៉ុន្តែការដែលអនុវត្តបែបនេះគឺនៅតែមិនទាន់ឃើញមានការធូរស្រាលនៅឡើយណាពីព្រោះតែមានមធ្យោបាយមួយណាទៀតដើម្បីឲ្យមានសិទ្ធិភាពកាន់តែខ្ពស់ឡើងវាអាចថាពាក់ព័ន្ធទៅនឹងធនាគារតើពលរដ្ឋរដ្ឋាភិបាលគឺគិតធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់ធូរស្រាលពាក់ព័ន្ធទៅនឹងបំណុលឡើងហើយកន្លងមកយើងឃើញទៀតចំណូលពលរដ្ឋធ្លាក់ចុះការលក់ដូរមិនដាច់អីទាំងអស់ហ្នឹងយើងឃើញរដ្ឋាភិបាលប្រឹងប្រែងណាស់គឺពាក់ព័ន្ធទៅនឹងការជាគោលដើរតាក់ទាញទៅដល់វិនិយោគពីបរទេសមិនថាខាងទៅដល់ប្រទេសចិនក៏ដូចជាសហគមន៍អឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកថ្មីនេះអញ្ចឹងកត្តាទាំងអស់ខ្ញុំគិតថាវាជាជីវិតមួយក្នុងការផ្សំក្នុងការដាក់ចូលក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងប៉ុន្តែនៅតែមានបញ្ហានៅតែមិនទាន់ប្រសើរឡើង
ចឹងជាពាក់ព័ន្ធឲ្យមើលពាក់ព័ន្ធទៅនឹងការដែលហៅថាអំពើពុករលួយថែមទៀតណាពីព្រោះអំពើពុករលួយនេះវាជារនាំងមួយដែលរារាំងទៅដល់អាការដែលធ្វើឲ្យវិនិយោគទុនផ្សេងពីបរទេសមកដែលគេវិនិយោគទុនល្អប្រទេសសេរីក្នុងមួយចំនួនហ្នឹងអត់ហ៊ានចូលមកពាក់ព័ន្ធទៅនឹងបញ្ហាអំពើពុករលួយដែលវាមានភាពតាមញ៉ាំនៃការអនុវត្តច្បាប់ហ្នឹងហើយមួយទៀតគឺកម្ពុជាខ្លួនឯងហ្នឹងគួរតែហៅថាកសាងកេរ្តិ៍ឈ្មោះឬក៏ស្មារតីខ្លួនឯងពាក់ព័ន្ធនឹងការសិទ្ធិមនុស្សឡើងវិញដោយសារមិនថាសហគមន៍អឺរ៉ុបឬក៏ជាសហរដ្ឋអាមេរិកទេតែទទូចឲ្យរដ្ឋាភិបាលនឹងបើកកំហុសសិទ្ធិសេរីភាពពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពនយោបាយសិទ្ធិសេរីភាពការប្រព័ន្ធមានសិទ្ធិសេរីភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋតែស្របទៅតាមរដ្ឋធម្មនុញ្ញដែលបានចែងអំពីករណីកិច្ចកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទៅចូលរួមក្នុងជីវភាពនយោបាយហ្នឹងបាទ ចាអរគុណច្រើនដូចអ្វីវាគ្មិនយើងបានធ្វើការលើកឡើងមិនត្រឹមតែបញ្ហាតូចៗដែលប្រជាពលរដ្ឋកំពុងតែជួបការលំបាកបញ្ហាប្រឈមគួរតែមានដំណោះស្រាយនិងដាក់ជាយន្តការដោះស្រាយជូនពួកគាត់ទេទៀតពីលើនោះក៏យើងមើលឃើញអំពីបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការស្ដារលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សអីជាដើមនេះក៏ជាទម្រង់មួយដែលអាចជួយឲ្យកម្ពុជាអាចមានសេដ្ឋកិច្ចរីកចម្រើនតទៅមុខទៀតផងដែរចាអរគុណពីខាងលោកអ្នកការ៉ាចាដែលបានផ្ដល់យោបល់ទៅលើចំណុចនេះនេះខ្ញុំសូមត្រឡប់មកជាមួយនឹងលោកពូប៊ុនថាដែរចាបើយើងមើលនារយៈពេលកន្លងមកនៃការរស់នៅប្រកបប្រកាន់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងមើលឃើញថាមានការជួបលំបាកទៅលើការចំណាយប្រចាំគ្រួសារស្របពេលដែលទំនិញក៏មានការឡើងថ្លៃចាស់ហើយសេវាក៏មានការកើនឡើងប៉ុន្តែមុខរបរនឹងការរកស៊ីរបស់ពួកគាត់ហ្នឹងបែរជាទទួលមិនសូវទទួលបានប្រាក់ចំណេញហើយពេលខ្លះក៏អាចនឹងធ្វើឲ្យមានការខាតបង់អីជាដើមទៅលើបញ្ហាដូចជាចំណុចទាំងអស់នេះថាតើលោកពូអាចមើលឃើញថាគួរតែមានដំណោះស្រាយបែបណាសម្រាប់ពួកគាត់ហើយជាពិសេសគឺសហគមន៍លោកពូផ្ទាល់គួរតែចង់ឃើញមានដំណោះស្រាយបែបណាចា៎ហើយសម្រាប់លោកខ្ញុំយើងមើលឃើញដើម្បីឲ្យពលរដ្ឋហ្នឹងគាត់មានជីវភាពអាចប្រសើរឡើងវិញហើយរដ្ឋាភិបាលឬក៏អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញតាក់ទងទៅនឹងតើត្រូវស្ដារចា៎ត្រូវស្ដារបលាយស្ដារបឹងបាទហើយប្រព័ន្ធធារាសាស្ត្រអីហ្នឹងត្រូវឲ្យមានហើយចង់និយាយថាឲ្យមានប្រព័ន្ធទឹកឡើងវិញបាទកាលណាមានទឹកកាលណាពេលនោះគឺមានត្រីមានមច្ឆាមានធនធាននៅក្នុងនោះអញ្ចឹងទាំងនេះគឺធ្វើឲ្យពលរដ្ឋហ្នឹងគាត់អាចកាត់បន្ថយការចំណាយនោះគាត់អាចរកបានពីធនធានទាំងនោះហើយគប់ផ្សំនឹងរបបរបស់គាត់ដែលធ្វើកសិកម្មផលិតហើយដំណាំនេះវាបានរួមផ្សំនេះវាអាចធ្វើឲ្យគាត់មានជីវភាពប្រសើរគាត់បានបាទចាអរគុណច្រើនប៉ុន្តែជាកន្លងទៅក៏មិនខុសពីវាគ្មិនបានធ្វើការលើកឡើងដែរប៉ុន្តែទៅនឹងប្រជាពលរដ្ឋគាត់មានការត្អូញត្អែទៅលើបញ្ហាបំណុលនេះថារហូតទៅដល់បំណុលវ៉ាន់កសម្រាប់ពួកគាត់នៅពេលដែលចំណូលរកសងធនាគារមិនទាន់ចំពោះបញ្ហាបំណុលនេះគឺពូគួរតែគិតថាអាចនឹងមានគួរតែមានដំណោះស្រាយបែបណាសម្រាប់ប្រជាពលរដ្ឋដែរទេចាបើយើងគិតថារដ្ឋាភិបាលបានដាក់ចេញជាច្រើនហើយបាទតាក់ទងទៅនឹងទៅជែកជាមួយធនាគារអីហ្នឹងថាសូមឲ្យកាត់បន្ថយសូមឲ្យវិជាអញ្ចឹងណាប៉ុន្តែមកដល់ពេលនេះពួកគាត់នៅតែបន្តនៅការគម្រាមកំហែងពីធនាគារឯកជនហ្នឹងធ្វើឲ្យពួកគាត់លំបាកនៅក្នុងការរកប្រាក់ចំណូលសងហ្នឹងហើយយើងមានច្រើនទៀតថារដ្ឋាភិបាលក៏ដាក់បញ្ហាហ្នឹងគោលនយោបាយដាក់ឲ្យចំតែម្ដងបាទឲ្យយើងអត់មានទៅជែកនិយាយអីទីនិយាយថាតាមតែសារឬក៏លិខិតអីទេយើងដាក់ឲ្យចំតែម្ដងថាគួរតែទៅដល់គ្រឹះស្ថានធនាគារនឹងធ្វើឲ្យម៉េចឲ្យពួកគាត់នឹងគ្រប់តាមតែម្ដងដើម្បីជួយដល់ពួកគាត់ពន្យាពេលដល់ពួកគាត់ដើម្បីឲ្យពួកគាត់នឹងមានលទ្ធភាពធ្វើការរកប្រាក់ចំណូលសងទៅដល់ធនាគារតាមរយៈដែលថាបដោះអញ្ចឹងណាបាទនេះតាមលទ្ធភាពដែលគាត់អាចសងទៅធនាគារត្រឡប់វិញបានចាអរគុណច្រើនលោកពូមួយវិញទៀតដែរនេះខ្ញុំចង់ដឹងនៅពេលដែលប្រជាពលរដ្ឋគាត់បាត់បង់ចំណូលហើយលោកពូអាចសង្កេតឃើញអំពីបញ្ហាចំណាក់ស្រុកទៅក្រៅប្រទេសហ្នឹងមានស្ថានភាពកើនឡើងដែរទេនៅខាងសហគមន៍លោកពូនេះចា
យើងនិយាយទៅឥឡូវនេះយើងរកកម្លាំងរកកម្លាំងពលកម្មហ្នឹងលែងចង់បានហើយចា៎បាទដូចយើងធ្វើស្រែចម្ការយើងពឹងទៅលើឯងកម្លាំងនៅក្នុងសហគមន៍ហ្នឹងជួយធ្វើការយើងណាអត់យើងរកសបានដោយសារអីថាគាត់ចំណាក់ស្រុកច្រើនចំណាក់ស្រុកមិនមែននៅក្នុងប្រទេសទៅខាងក្រៅប្រទេសច្រើនមែនទែនទៅថៃទៅកូរ៉េទៅជប៉ុនបាទនេះដែលយើងមើលឃើញចាអរគុណច្រើនលោកពូចាយើងនឹងមកទៅជែកជាមួយនឹងវាគ្មិនយើងបន្តជាមួយនឹងបញ្ហាប្រឈមកន្លងទៅរបស់ប្រជាពលរដ្ឋដែលយើងបានធ្វើការជួបប្រទះចាហើយខណៈពេលនេះខ្ញុំអនុញ្ញាតសម្រាប់មួយផ្លែចាដើម្បីធ្វើការប្រកាសនៅប្រព័ន្ធទូរស័ព្ទដើម្បីផ្ដល់ឱកាសឲ្យពុកម៉ែបងប្អូនប្រិយមិត្តយើងខលចូលរួមជាមួយនឹងកម្មវិធីក៏ដូចជាលើកឡើងជាមួយនឹងសំណួរមកកាន់កម្មវិធីនៃការទៅជែកចាលោកស្រីអ្នកស្ដាប់សំឡេង VOC ជាទីគោរពសូមអញ្ជើញទូរស័ព្ទមកកាន់កម្មវិធីយើងខ្ញុំឥឡូវនេះតាមប្រព័ន្ធលេខទូរស័ព្ទ012 43 34 37ឬ016 54 43 98សូមបញ្ជាក់ម្ដងទៀត012 43 34 37ឬ016 54 43 98កម្មវិធីសូមស្វាគមន៍ដោយរីករាយចាត្រឡប់ស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីនៃការជែកសម្លេងម្ចាស់ឆ្នោតយើងល្ងាចនេះចាដែលយើងលើកមកជជែកជាមួយនឹងប្រធានបទទុកលំបាកនិងដំណោះស្រាយទៅលើបញ្ហារបស់ប្រជាពលរដ្ឋចាហើយនៅក្នុងកម្មវិធីរយៈពេល1ម៉ោងនេះគឺយើងមានវាគ្មិនចំនួន2រូបនៅក្នុងការចូលរួមជជែកគឺទី1គឺមានលោកប៉ៅមករាដែលជាអ្នកសិក្សាកិច្ចការងារសង្គមនិងនយោបាយចាដែលយើងធ្វើការភ្ជាប់លោកតាមប្រព័ន្ធអនឡាញរួមជាមួយនឹងលោកដុលប៊ុនថាដែលជាតំណាងសហគមន៍អ្នកនេសាទមកពីខាងខេត្តកំពង់ឆ្នាំងចាដែលមានវត្តមានស្ថិតយកជាងតែម្ដងហើយពុកម៉ែបងប្អូនប្រិយមិត្តយើងក៏អាចលើកជាសំណួរក៏ដូចជាមតិយោបល់មកកាន់កម្មវិធីនៃការជជែកតាមរយៈប្រព័ន្ធទូរស័ព្ទក៏ដូចជាខ្ទង់ comment នៅលើ page Conference បានដូចគ្នាចាដោយសារតែបន្តមានប្រិមិត្តយើងខលចូលរួមទេនេះខ្ញុំនឹងបន្តនិយាយជាមួយនឹងវាគ្មិនយើងបន្តទៀតចានេះខ្ញុំសូមបន្តទៅជាមួយនឹងលោកមករាចាដោយយើងបានធ្វើការទៅជែកច្រើនអំពីបញ្ហានិងការជួបទុក្ខលំបាករបស់ប្រជាពលរដ្ឋយើងនារយៈពេលកន្លងទៅចាហើយនៅក្នុងនោះក៏យើងបានទៅជែកភ្ជាប់ជាមួយនឹងដំណោះស្រាយមួយចំនួនផងដែរទៅលើបញ្ហាទាំងអស់នេះក៏ប៉ុន្តែនេះខ្ញុំអាចឲ្យលោកមករាធ្វើការកត់សម្គាល់និងបង្ហាញអំពីដំណោះស្រាយមួយចំនួនទៀតទៅលើបញ្ហាផ្សេងទៀតដែលយើងមើលឃើញការឆោបោកទៅលើប្រជាពលរដ្ឋស្លូតត្រង់ពីជនទុច្ចរិតនេះក៏នៅតែមានការកាត់ឡើងហើយពាក់ព័ន្ធទៅនឹងបញ្ហាចំនួនដីធ្លីវិវាទដីធ្លីសម្រាប់ប្រជាពលរដ្ឋក៏នៅតែបន្តកើតមានដែរហើយនៅក្នុងនោះក៏យើងឃើញមានរូបភាពនៃការបណ្ដេញចេញប្រជាពលរដ្ឋដោយបង្ខំនោះក៏ជាបញ្ហាដែលកំពុងតែមានការកត់សម្គាល់ថាតើបញ្ហាប៉ុន្មានខាងដើមនេះថាតើគួរតែមានជាដំណោះស្រាយបែបណាហើយជាពិសេសថាតើភាគីពាក់ព័ន្ធណាខ្លះដែលមានតួនាទីសំខាន់នៅក្នុងការចូលខ្លួនដោះស្រាយនេះចា៎បាទសូមអរគុណពាក់ព័ន្ធទៅនឹងការដោះស្រាយរាល់បញ្ហាទាំងអស់ហើយយើងឃើញថាតួអង្គធំដែលសំខាន់ជាទីបំផុតនោះគឺរាជរដ្ឋាភិបាលពីព្រោះរាជរដ្ឋាភិបាលគាត់ជាអ្នកដែលទទួលភាពជាតំណាងរបស់ប្រជាពលរដ្ឋណាយើងឃើញពួកគាត់ហ្នឹងទទួលតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានអញ្ចឹងនៅក្នុងអាណត្តិនេះយើងឃើញមានតែពីគណៈបកទេដែលទទួលភាពជាតំណាងរបស់ប្រជាជនក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយបន្តមកទៀតពីពាក់ព័ន្ធមានអង្គការសង្គមស៊ីវិលមានអ្នកដែលធ្វើការងារសង្គមមួយចំនួនហ្នឹងក៏ជាអ្នកដែលចូលរួមដោះស្រាយដែរប៉ុន្តែខ្ញុំចង់ត្រឡប់ទៅលើទូនីតិរបស់ពួកគាត់ទូនីតិរបស់រដ្ឋាភិបាលដែលនៅក្នុងនោះយើងឃើញមានស្ថាប័នជាតិធំៗពីរដែលជាអ្នកតាមដានការអនុវត្តរបស់រាជរដ្ឋាភិបាលផ្ទាល់មកគឺរដ្ឋសភានិងប្រតិភិអញ្ចឹងទាំងពីរនេះគឺជាអ្នកដែលតាមដានជាអ្នកដែលធ្វើមើលថាតើរាជរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានកម្រិតណាហើយគួរតែហៅគាត់មកសួរនាំគួរតែហៅគាត់មកពិភាក្សាពាក់ព័ន្ធទៅរបស់របស់ស្រ័យអត់ចឹងណាពីព្រោះយើងឃើញតំណាងរាស្ត្រនៅក្នុងប្រតិភិក្តីនៅក្នុងរដ្ឋសភាក្តីសុទ្ធតែមានការិយាល័យធ្វើការរបស់ខ្លួននៅតាមបណ្ដារាជធានីខេត្តទាំងអស់ហើយបន្តមកទៀតយើងឃើញអ្នកតំណាងរបស់ពួកគាត់ហ្នឹងនៅតាមឃុំសង្កាត់ទៀតរហូតដល់ស្រុកក្រុងទៀតអ
ចឹងពួកគាត់ទាំងអស់ខ្ញុំគិតថាជាមនុស្សដែលគ្រប់គ្រាន់ណាស់ក្នុងការដោះស្រាយក្នុងការធ្វើការងារដែលពលរដ្ឋទាំងអស់ជួបបញ្ហាចឹងពួកគាត់អាចទៅពួកគាត់ទាំងអស់នឹងបានប៉ុន្តែអ្វីដែលជាការដែលរាំងស្ទះដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយហ្នឹងគឺពាក់ព័ន្ធទៅនឹងបញ្ហាការអនុវត្តទៅលើបញ្ហាដែលយកទៅដោះស្រាយហ្នឹងតើវាមានប្រព័ន្ធពុករលួយអត់មានមានពួកនៅក្នុងហ្នឹងអត់ចឹងណាហ្នឹងមួយទៀតការដោះស្រាយកន្លងមកដោយសារតែយើងឃើញរបាយការណ៍ខ្លះហ្នឹងគឺជារបាយការណ៍ដែលគូកុហករបស់ថ្នាក់លើរបស់ថ្នាក់ក្រោមរបស់ថ្នាក់លើអញ្ចឹងវាធ្វើឲ្យការដោះស្រាយនេះវាអត់ចំបញ្ហាជាក់ស្ដែងទេអញ្ចឹងទាំងអស់នេះពលរដ្ឋាភិបាលគួរបើកចិត្តគួរបើកការទទួលនៅការរិះគន់របស់ប្រជាពលរដ្ឋហ្នឹងនៅពេលដែលពលរដ្ឋបង្ហាញបញ្ហាទាំងអស់មកកុំឲ្យមានការចោទប្រកាន់ពួកគាត់ថាជាក្រុមប្រឆាំងជាក្រុមដែលបោះបោជាក្រុមដែលនាំឲ្យមានបញ្ហាបុគ្គលដល់សង្គមចោទប្រកាន់ពួកគាត់តាមប្រព័ន្ធតុលាការទាំងអស់ហ្នឹងគឺជាបញ្ហាមួយដែលធ្វើឲ្យគាត់ដាក់នគរនយោបាយទៅគឺមានបញ្ហាក្នុងការដោះស្រាយអត់ចំគោលដៅដោះស្រាយអត់មានប្រសិទ្ធភាពហើយខ្ញុំនៅតែជឿជាក់ថានៅពេលដែលទទួលព័ត៌មានពិតទទួលព័ត៌មានដែលស្មោះពីវិជាបរិបទខ្ញុំគិតថាការងារបញ្ហាទាំងអស់នឹងមានប្រសិទ្ធភាពហើយបាទចាអរគុណច្រើនដែលបានបន្ថែមទៅលើចំណុចនេះនេះខ្ញុំសូមត្រឡប់មកជាមួយនឹងពូប៊ុនថាដែរចាខាងដើមលោកពូក៏បានលើកឡើងអំពីបញ្ហាការរៀបចំនៅប្រព័ន្ធទឹកនៅតែជាបញ្ហាសម្រាប់សហគមន៍អីជាដើមថាតើចំពោះបញ្ហាទាំងអស់នេះរួមទាំងលពូនិងសហគមន៍ប្រជាប្រដ្ឋផ្សេងទៀតបានលើកនៅសំណើបញ្ហានេះទៅដល់ភាគីពាក់ព័ន្ធនៅតាមមូលដ្ឋានបានដឹងឮឲ្យជួបខ្លួនដោះស្រាយដែរទេចា៎កន្លងមកអរគុណហើយកន្លងមកសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹងក៏តែងតែត្អូញត្អែឬក៏លើកសំណើនឹងទៅឲ្យថ្នាក់ឃុំអាជ្ញាធរឃុំជួយដោះស្រាយចា៎តែមកដល់ពេលដែលនេះនឹងឃើញមានការដោះស្រាយហើយយើងគិតថាដោះស្រាយនោះវាមិនមែនជាដោះស្រាយជានិរន្តរ៍ទេដោះស្រាយធ្វើឲ្យមានប្រសិទ្ធភាពទេចា៎ហើយមិនមានការទៅស្ដារមិនមានការទៅធ្វើមិនជួសជុលទំនប់នឹងឲ្យវាល្អប្រសើរដើម្បីទប់ទឹកដើម្បីធ្វើមិនឲ្យទឹកនឹងវានៅកុំឲ្យវារីស្ងួតទេតែកន្លងមកពេលដែលយើងលើកសំណើឬក៏ទុកលំបាករបស់ពលរដ្ឋដែលត្អូញត្អែតាក់ទងទៅនឹងការអត់ទឹកអត់អីស្រោចដំណាំអត់ទឹកអីសម្រាប់ធ្វើឲ្យនេសាទបានហ្នឹងគឺរដ្ឋាភិបាលតែយើងដោះស្រាយបានតែត្រឹមតែម៉ាស៊ីនអីយកទៅបូមដាក់អីបដោះអាសន្នចឹងទេចា៎បាទអានឹងខ្ញុំនិយាយថាវាអត់ជាប្រសិទ្ធភាពទេវាគ្រាន់តែជួយបានមួយពេលហើយវាមិនអាចធ្វើឲ្យតែធនធានទាំងនោះសម្បូរបានឬក៏រស់នៅបានទេបាទចាអរគុណច្រើនត្រឡប់ទៅជាមួយនឹងស្ថានភាពមួយទៀតបើសិនជាក្នុងស្ថានភាពដែលប្រជាពលរដ្ឋគាត់កំពុងតែជួបនៅបញ្ហាប្រឈមហើយដំណោះស្រាយនៃការដោះស្រាយជូនពួកគាត់នេះនៅមានកម្រិតហើយឬក៏មានភាពយឺតយ៉ាវពន្យាពេលអីជាដើមថាតើវាអាចនឹងធ្វើឲ្យមានផលលំបាកបែបណាសម្រាប់សហគមន៍លោកពូនេះចាជាទូទៅយើងជួបប្រទះហើយច្រើនហើយយើងមើលទៅបើសិនជាវាជួបប្រទះវាមានផលលំបាកជាច្រើនទី1គឺធ្វើឲ្យយើងបាត់បង់ដែននេសាទហ្នឹងតែម្ដងចា៎បាទដែននេសាទហ្នឹងហើយទី2គឺទឹកដែលយើងយកមកប្រើប្រាស់ផ្សំទៅនឹងនេសាទហ្នឹងដែលយើងទៅយកស្រោចស្រពដំណាំហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ហើយបាទអញ្ចឹងកន្លងមកគឺប្រជាពលរដ្ឋគាត់ស្រែកហើយត្អូញត្អែតាក់ទងទៅនឹងស្រូវគាត់ស្កកណាហើយអត់ទឹកដាក់ស្រែអត់ទឹកដាក់ប្រាំងធ្វើឲ្យដំណាំរបស់គាត់នឹងថ្កហើយខូចខាតបាទហើយដែននេសាទមួយចំនួននឹងធ្វើឲ្យមានការរីងរាក់ស្លាប់ហើយពលត្រីងាប់ត្រីណានឹងជាបញ្ហាដែលយើងជួបប្រទះចាចំពោះលោកពូផ្ទាល់ថាតើកំពុងតែជួបនៅបញ្ហាការរកនេសាទនេះបែបណាបន្ថែមទៀតបើសិនជានៅតែមិនទាន់មានដំណោះស្រាយសម្រាប់លោកពូនេះចាខ្ញុំគិតថាយើងនៅតែជួបបញ្ហាអញ្ចឹងបាទបើសិនតែមានគ្មានដំណោះស្រាយពួកយើងនឹងជួបបញ្ហានេះបញ្ហាធ្ងន់ធ្ងរណាបើយើងនិយាយអំពីធនធានធម្មជាតិវាជួយឲ្យយើងនឹងមានប្រាក់ចំណូលបានមួយកម្រិតគប់ផ្សំទៅនឹងដំណាំដែលយើងធ្វើរួមផ្សំនឹងបើយើងនេសាទយើងពឹងលើនេសាទអញ្ចឹងបើយើងមិនគិតគូរទៅលើផ្នែកធ្វើម៉េចឲ្យនេសាទនឹងមានដំណើរការហើយជីវភាពរបស់ពលរដ្ឋ
ហើយនៅក្នុងកបមុខរបរនេសាទហ្នឹងគឺជួបបញ្ហាខ្លាំងមែនទែនបាទចាអរគុណច្រើនពីខាងលោកពូប៊ុនថាចាដែលបានលើកឡើងអំពីផលជាអវិជ្ជមានមួយចំនួនបើសិនជាបញ្ហារបស់ប្រជាពលរដ្ឋឬក៏ខាងសហគមន៍របស់គាត់មិនត្រូវបានមានដំណោះស្រាយល្អប្រសើរទេអាចនឹងមានជាបញ្ហាប្រឈមបន្តទៅមុខទៀតកាន់តែធ្ងន់ធ្ងរនៅជាពិសេសគឺការរកចំណូលនិងការនេសាទរបស់ពួកគាត់អីជាដើមនេះចានេះខ្ញុំសូមត្រឡប់ទៅជាមួយនឹងលោកមករាបន្ថែមដែរមិនខុសពីអ្វីដែលធ្វើការចោទសួរពីខាងសហគមន៍តំណាងខាងខេត្តកំពង់ឆ្នាំងទេចាដែលយើងមើលឃើញថាទាំងបញ្ហាជាច្រើនដែលបានធ្វើការជជែកគ្នាខាងដើមបើសិនជាមិនមានជាដំណោះស្រាយណាល្អប្រសើរទេថាតើលោកមើលឃើញថាអ្វីទៅជាផលអវិជ្ជមាននិងផលជាសម្រាប់ប្រជាពលរដ្ឋហើយនិងសង្គមជាតិទាំងមូលនេះចាបាទធម្មតាបញ្ហាសក្តាដែលមានហើយបើយើងអត់បានដោះស្រាយយើងអត់បានផលិតវាទេវាកើតជាកូនជាចៅសម្រាប់សង្គមជាតិយើងទៀតហើយអញ្ចឹងទៅតាមរបាយការណ៍ខ្ញុំលើកឡើងខាងដើមគឺ our world data ហ្នឹងដែលឃើញនៅក្នុងនោះមាន6ចំណុចចា៎ហើយចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺពាក់ព័ន្ធទៅនឹងការខ្វះការគាំទ្រពីសង្គមណាហើយមួយទៀតពាក់ព័ន្ធទៅនឹងគេហៅថាអាការសង្ឃឹមនៃសេចក្តីការសង្ឃឹមក្នុងការរស់នៅគឺវាមានតិចពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះខ្ញុំចេះតែនឹកឃើញថាបញ្ហាសង្គមយើងដែលមានរាល់ថ្ងៃហ្នឹងពាក់ព័ន្ធទៅនឹងបំណុលហើយនឹងចំណូលហ្នឹងគឺវាធ្វើឲ្យពលរដ្ឋរងគ្រោះច្រើនណាស់ចា៎យើងឃើញកន្លងមកឃើញហើយមានការអំពើហិង្សាក្នុងគ្រួសារមានអំពើហិង្សានៅក្នុងសង្គមដូចពាក់ព័ន្ធនឹងការដែលអ្នកខ្លះជំពាក់លុយគាត់ហើយគាត់ទីអត់បានគាត់ទៅជាសម្លាប់ទៅអីចឹងករណីហ្នឹងកើតមានឃើញនៅកើតមាននៅដូចជានៅខាងស្អាងអញ្ចឹងណាអញ្ចឹងករណីផ្សេងក្រៅពីហ្នឹងទៀតដូចជាការលោតសម្រាប់ខ្លួនចាក់តាំងដុតខ្លួននៃមានតារាមួយចំនួនអីហ្នឹងអញ្ចឹងខ្ញុំគិតថាបញ្ហាទាំងអស់នេះគឺជាបញ្ហារបស់សង្គមហើយបញ្ហាហ្នឹងបើសិនជាបន្តទុកឲ្យនៅតែមានដដែលអញ្ចឹងវាអាចមានគេហៅថាការកើតឡើងនៅអំពើហិង្សាក្នុងសង្គមផ្នែកណាមួយយើងអត់បានស្មានបានទេពីព្រោះរឿងវានៅពេលដែលយើងទុកវាចេះដុំធំទៅវានឹងផ្ទុះដូចជាកបបែកអញ្ចឹងនេះជាអ្វីដែលខ្ញុំបារម្ភហើយរដ្ឋាភិបាលគួរតែមើលលំអិតបន្ថែមទៅលើបញ្ហាទាំងអស់ហ្នឹងបញ្ហាទី2នេះវាគុំទៅជាបញ្ហាធំតែវាមាននាំឲ្យមានហៅថាចលាចលក្នុងសង្គមពាក់ព័ន្ធទៅនឹងបញ្ហាទាំងអស់ហ្នឹងបាទចាអរគុណច្រើនបើយើងមើលអំពីបញ្ហាជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនេះកាន់តែមានការវិវត្តទៅមុខជាបន្តបន្ទាប់ហើយជាពិសេសគឺរឿងបំណុលនេះជាដើមចាហើយនៅក្នុងនោះក៏វាភ្ជាប់ជាមួយនឹងការដែលអនុវត្តនៅសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅមានលំហទៅជាអីជាដើមនេះចំពោះបញ្ហាការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនេះតើរដ្ឋាភិបាលគួរតែមានការយកចិត្តទុកដាក់បែបណាបន្ថែមទៀតដើម្បីឲ្យពួកគាត់មានឱកាសនៅក្នុងការលើកឡើងអំពីបញ្ហានិងក្តីកង្វល់របស់ពួកគាត់កាន់តែទូលំទូលាយទៅដល់ភាគីពាក់ព័ន្ធដែលចូលរួមនៅក្នុងការដោះស្រាយបញ្ហាជូនពួកគាត់នេះចា៎ពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹងខ្ញុំគិតថារដ្ឋាភិបាលគួរតែទទួលការរិះគន់ណាបើចិត្តឲ្យទូលាយទទួលការរិះគន់ហើយមួយទៀតអ្វីដែលរដ្ឋាភិបាលគួរតែធ្វើតាមសំណុំពររបស់ដូចជាសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកដែលពាក់ព័ន្ធទៅនឹងបញ្ហា EBA ហើយពាក់ព័ន្ធនឹងបញ្ហាការដែលហៅថាអំពើហិង្សានយោបាយអីហើយនឹងរឿងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពសារព័ត៌មានបើកលំហលទ្ធិជាកັບតែឡើងវិញដើម្បីទាក់ទាញកសាងកេរ្តិ៍ឈ្មោះកម្ពុជាឲ្យមានការចូលរួមក្នុងការវិនិយោគពីប្រទេសសេរីពីក្រុមហ៊ុនដែលធំនិងក្រុមហ៊ុនដែលជាអ្នកដែលគេរកទីត្រឹមត្រូវណាចា៎ពីព្រោះកន្លងមកយើងឃើញថាថ្មីនេះយើងឃើញសារព័ត៌មានរបស់ជប៉ុនហ្នឹងក៏ចេញតែបញ្ហាពាក់ព័ន្ធទៅនឹងការបោកតាមប្រព័ន្ធអនឡាញដែលធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជាហ្នឹងមិនល្អសម្រាប់ភ្ញៀវទេសចរអន្តរជាតិពិសេសគឺនៅសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកព្រោះយើងអាចសង្ឃឹមភ្ញៀវទេសចរតែនៅប្លុកផ្នែកចិនឬក៏ផ្នែកប្រទេសណាមួយយើងត្រូវការភ្ញៀវទេសចរទាំងអស់ទូទាំងពិភពលោកនៅតំបន់ក្តីនៅតំបន់អាស៊ាននឹងក្តីអញ្ចឹងបញ្ហាទាំងអស់នេះរដ្ឋាភិបាលគួរតែលម្អិតទៅលើបញ្ហាពាក់ព័ន្ធទៅនឹងការឆបបោកតាមប្រព័ន្ធអនឡាញហ្នឹងការឃុំឃាំងមនុស្សអីហ្នឹងពី
ពីព្រោះកន្លងមកយើងឃើញថាដូចជាការផលិតរឿងរបស់ចិនមួយដែលពាក់ព័ន្ធទៅនឹងការដែលអំពើឆបោកតាមប្រព័ន្ធអនឡាញហ្នឹងវាជាការដែលបំលាតទៅដល់ភ្ញៀវទេសចរមិនឲ្យហ៊ានមកលេងកម្ពុជាហ្នឹងយើងគិតថាវាជាកត្តាមួយដែលទូចប៉ុន្តែអារឿងទាំងអស់គុំនេះយូរទៅវាជារឿងដែលអាស្រូវរបស់កម្ពុជាវិញណាអញ្ចឹងបញ្ហាទាំងអស់នេះយើងត្រូវលំអិតទៅលើរបាយការណ៍ថាតើរបាយការណ៍ហ្នឹងពិតអត់ពិតកម្រិតណាហើយវាមិនពិតកម្រិតណាពីព្រោះយើងដឹងថាចិនគឺចិននិងកម្ពុជាមានទំនាក់ទំនងល្អនឹងគ្នាអញ្ចឹងអាចថារំអិតទៅលើព័ត៌មានហ្នឹងតែហេតុអីបានចិនផលិតព័ត៌វិកនហ្នឹងឡើងក្នុងនាមជីវិតដៃថែកក្នុងនាមជីវិតដែលថាការស្វែងរកការល្អនឹងគ្នាហេតុអីបានមានវីដេអូនោះចេញមកអញ្ចឹងទាំងអស់នេះខ្ញុំចង់បង្ហាញថារដ្ឋាភិបាលគួរគិតគូរទៅលើបញ្ហាផ្សេងឈ្មោះកម្ពុជាតាមរយៈការឆោបបោកតាមប្រព័ន្ធអនឡាញហ្នឹងឡើងវិញណាដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញបាទចាអរគុណច្រើនប៉ុន្តែនេះខ្ញុំនៅមានបញ្ហាមួយចង់ឲ្យលោកមករាធ្វើការផ្ដល់ជាច្បងគឺជាដំណោះស្រាយពីខាងដើមយើងបានធ្វើការជជែកគ្នាច្រើនដែរជុំវិញបញ្ហាអំពើពុករលួយនេះក៏ជារឿងមួយដែលសំខាន់ហើយដែលជាអាចកត្តាធ្វើឲ្យប៉ះពាល់ទៅដល់បញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមួយចំនួនថាតើជុំវិញបញ្ហាអំពើពុករលួយនេះគួរតែមានជាដំណោះស្រាយបែបណាបន្ថែមទៀតដើម្បីឲ្យមានភាពល្អប្រសើរចា៎បាទពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយវាអត់មានអីត្រូវធំជាងការអនុវត្តច្បាប់ទេអញ្ចឹងយកច្បាប់មកអនុវត្តកុំឲ្យមានស្តង់ដារ2ណាពីព្រោះកាលណាយើងអនុវត្តស្តង់ដារ2វាធ្វើឲ្យជនខលខូចជនដែលចូលចិត្តយកអ្នកនយោបាយចិត្តយកអ្នកមុខអ្នកការយកមកកាងហ្នឹងវាធ្វើឲ្យគាត់មួយខ្លួនហើយគាត់នឹងប្រើនយោបាយលុយកាក់ពីឃើញថ្មីនេះគេឃើញថាមានមន្ត្រីរបស់រដ្ឋដែលយកលុយទៅរាប់ម៉ឺនដុល្លារទៅស្តុកយកតំណែងជួនទីហ្នឹងអាហ្នឹងជាបញ្ហាមួយដែលធ្វើឲ្យសង្គមយើងវាកាន់តែមានបញ្ហាពាក់ព័ន្ធទៅនឹងអំពើពុករលួយធ្ងន់ធ្ងរទៅហើយមួយទៀតបញ្ហាអំពើពុករលួយយើងមានច្បាប់អំពើពុករលួយប្រឆាំងអំពើពុករលួយហ្នឹងយើងអនុវត្តឲ្យវាស្ទឹងឲ្យវាសកម្មភាពឲ្យវាមិនប្រកាន់បកពោះអាហ្នឹងវាធ្វើឲ្យការអនុដោះស្រាយហ្នឹងវាស្ដាប់តាមថយទៅហើយប៉ុន្តែបើសិនជាការអនុវត្តច្បាប់នោះវានៅតែមានស្តង់ដារ2ដដែលអញ្ចឹងបញ្ហាវានៅតែមិនអាចដោះស្រាយបានបាទចាអរគុណច្រើនរឿងដែលសំខាន់នោះគឺការអនុវត្តច្បាប់យ៉ាងម៉ត់ចត់និងតឹងតែងបំផុតទៅលើបញ្ហាអំពើពុករលួយនេះចាអរគុណច្រើននេះខ្ញុំត្រឡប់មកជាមួយនឹងលោកពូប៊ុនថាដែរចាដោយសារតែយើងនៅមានពេលវេលារយៈពេល10នាទីទៀតនៅក្នុងការជជែកចានេះខ្ញុំចង់ដឹងដែរពាក់ព័ន្ធទៅនឹងកន្លងទៅនៅក្នុងការបើកឱកាសក៏ដូចជាផ្ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅខាងសហគមន៍ឲ្យមានឱកាសនៅក្នុងការលើកឡើងអំពីបញ្ហាទុក្ខលំបាករបស់ពួកគាត់ហ្នឹងនៅតាមសហគមន៍ហ្នឹងមានស្ថានភាពបែបណាហើយលោកពូអាចមើលឃើញថាគួរតែបើកនៅលំហសេរីភាពនៃការលើកឡើងពីបញ្ហាឲ្យគាត់បានច្រើនពីក្តីកង្វល់គាត់ហ្នឹងបែបណាដែរទៅចា៎បើយើងគិតទៅសូមអរគុណហើយបើយើងគិតហើយតាក់ទងទៅនឹងលំហនៅក្នុងការលើកឡើងរបស់ពលរដ្ឋវាមានការរដ្ឋបတ်มันមានការបើកចំហធំឬក៏ទូលាយទេហើយកន្លងមកគាត់តែងតែលើកឡើងប៉ុន្តែអ្វីដែលយកទៅដោះស្រាយវាអត់ទាន់បានអញ្ចឹងបែរថាมันបានយកចិត្តទុកដាក់នៅក្នុងកិច្ចការនេះហើយមួយទៀតបើយើងគិតទៅលើបញ្ហារបស់គាត់យើងគួរតែទទួលយកចា៎បាទទទួលយកទៅនឹងបញ្ហារបស់គាត់ទាំងអស់ហើយជាពិសេសគំនិតរបស់សហគមន៍តែម្ដងចា៎បាទអត់បើយើងនេះថាហើយយើងទៅស្ដាប់ពួកអីរបាយការណ៍មួយចំនួនឬតាក់ទងទៅនឹងកិច្ចការមួយចំនួនហើយអាជ្ញាធរមូលដ្ឋានឬក៏អ្នកពាក់ព័ន្ធហ្នឹងតែបង្វែររឿងហ្នឹងវាទៅជារឿងដែលថាប្រជាពលរដ្ឋយ៉ាងនិយាយថាគាត់ថាចង់និយាយថាកិច្ចការគាត់ធ្វើហ្នឹងបើមិនធំត្រូវទេអញ្ចឹងណាបាទមិនអញ្ចឹងសូមឲ្យរដ្ឋាភិបាលហ្នឹងហើយពិនិត្យមើលទៅនឹងសម្លេងរបស់ពួកគាត់ដាក់កំណត់របស់ពួកគាត់បញ្ចូលទៅនឹងក្នុងការអភិវឌ្ឍដើម្បីបញ្ជៀសបញ្ហាកើតឡើងនៅក្នុងសហគមន៍ឬនៅក្នុងមូលដ្ឋានហ្នឹង
បាទនេះជាការដែលខិតខំរបស់សហគមន៍ ចាអរគុណច្រើននៅក្នុងការដែលចង់ឲ្យភិក្ខុពាក់ព័ន្ធជាពិសេសអាជ្ញាធរនៅតាមឋានៈមូលដ្ឋានគាត់ទទួលយកនៅមតិយោបល់នៅក្នុងការដាក់បញ្ចូលទៅលើការអភិវឌ្ឍនៅតាមសហគមន៍របស់លោកពូអីជាដើមនេះថាតើជុំវិញបញ្ហាដែលយើងបានជជែកគ្នាខាងដើមជាច្រើនដែលពាក់ព័ន្ធទៅនឹងបញ្ហាបំណុលបញ្ហាប្រកបរបរឬក៏ការនេសាទឬក៏អំពើហិង្សាបញ្ហាផ្លូវចិត្តប្រជាពលរដ្ឋអីនេះជាដើមថាតើលោកពូគិតថារដ្ឋាភិបាលឬក៏ភិក្ខុពាក់ព័ន្ធគួរតែយកចិត្តបែបណាបន្ថែមទៀតដើម្បីដោះស្រាយឲ្យបានល្អប្រសើរចា៎បាទអរគុណសម្រាប់ចំណុចនេះសំណួរនេះគឺរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ឲ្យគេថាឲ្យមានប្រសិទ្ធភាពបាទបញ្ជានៅរាល់ការធ្វើម៉េចកុំឲ្យពលរដ្ឋធ្លាក់ទៅជាជនរងគ្រោះបាទជាជនរងគ្រោះហើយរងគ្រោះទៅបំណុលហើយរងគ្រោះទៅអំពើហិង្សាហើយរងគ្រោះទាំងតាក់ទងទៅនឹងជីវភាពទៀតអញ្ចឹងចំណុចនេះគួរតែរដ្ឋាភិបាលយកចិត្តទុកដាក់នៅរកដំណោះស្រាយធ្វើម៉េចដើម្បីឲ្យពួកគាត់នឹងជៀសផុតអំពីផលលំបាកទាំងនោះចាអរគុណច្រើនពីខាងដើមនេះខ្ញុំក៏បានលើពីខាងលោកពូប៊ុនថាបានធ្វើការលើកឡើងដែរថាតំណាងសហគមន៍ក៏បានលើកឡើងជាក្តីកង្វល់នឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងតែជួបប្រទះទៅដល់ភិក្ខុពាក់ព័ន្ធក្រៅពីនោះទៀតថាតើប្រជាពលរដ្ឋនៅខាងសហគមន៍លោកពូឬក៏លោកពូផ្ទាល់អាចនឹងចូលរួមបែបណាបន្ថែមទៀតដើម្បីលើកឡើងជាសម្លេងនៃបញ្ហាប្រឈមរបស់សហគមន៍ផ្ទាល់ហ្នឹងទៅកាន់ភិក្ខុពាក់ព័ន្ធឲ្យមានដំណោះស្រាយបន្ថែមឲ្យល្អប្រសើរនេះចា៎ដើម្បីឲ្យកាន់តែល្អប្រសើរប្រជាពលរដ្ឋទាំងអស់គួរតែចូលរួមបាទចូលរួមដើម្បីលើកផែនការនឹងដើម្បីដាក់ចូលទៅឲ្យរដ្ឋាភិបាលដើម្បីឲ្យគាត់គិតគូរតាក់ទងទៅនឹងជីវភាពនិងការរស់នៅរបស់ពួកគាត់ចាអរគុណច្រើនសង្ឃឹមថាអ្វីដែលជាការលើកឡើងរបស់ពីខាងសហគមន៍នឹងបានដឹងឮទៅដល់ភិក្ខុពាក់ព័ន្ធនៅក្នុងការជួបខ្លួនដោះស្រាយទៅលើបញ្ហារបស់ប្រជាពលរដ្ឋដែលកំពុងតែជួបបញ្ហាប្រឈមនេះចានេះខ្ញុំសូមទៅត្រឡប់ទៅជាមួយនឹងលោកមករាដែរចាជុំវិញបញ្ហាដែលយើងបានធ្វើការជជែកកន្លងទៅនេះទោះបីជាបញ្ហាខ្លះមួយចំនួនក៏ត្រូវបានលើកឡើងជាច្រើនដងហើយជាពិសេសប្រជាពលរដ្ឋក៏បានលើកជាសម្លេងនៅក្នុងការលើកអំពីបញ្ហាប្រឈមរបស់ពួកគាត់ក្តីក៏ប៉ុន្តែបញ្ហាទាំងអស់នេះក៏អាចនៅមានការដោះស្រាយនៅមានកម្រិតឡើយថាតើប្រជាពលរដ្ឋគាត់គួរតែមានការចូលរួមបែបណាបន្ថែមទៀតដើម្បីជំរុញឲ្យបញ្ហារបស់ពួកគាត់ដែលក្នុងនាមជាតំណាងជាប់ឆ្នោតនេះមានដំណោះស្រាយល្អប្រសើរនេះចា៎បាទអ្វីដែលពលរដ្ឋគាត់នៅតែបន្តចូលរួមគឺពលរដ្ឋអាចមើលទៅតាមកាតព្វកិច្ចឬក៏សិទ្ធិរបស់គាត់ដែលមានចែងនៅក្នុងច្បាប់មិនថាកតិកាសញ្ញាអន្តរជាតិឬក៏សិទ្ធិមនុស្សដែលរដ្ឋាភិបាលគាត់បានផ្ដល់សេចក្ដីបានឲ្យគោរពសិទ្ធិមនុស្សជាសកលក្តីឬក៏មាននៅក្នុងរដ្ឋធម្មនុញ្ញមាត្រា35ហ្នឹងតែនិយាយពីករណីកិច្ចរបស់គាត់ក្នុងការចូលរួមពីរឿងជីវភាពនយោបាយឬក៏សកម្មភាពសង្គមមួយចំនួនហ្នឹងអញ្ចឹងទាំងអស់នេះគាត់ចូលរួមតាមលំដាប់លំដោយនៃហៅថាក្នុងនាមជាប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យដូចជានៅតាមភូមិឃុំតែមានហៅទុកកង្វល់របស់គាត់ហ្នឹងណាបញ្ហារបស់គាត់ហ្នឹងគាត់អាចនាំសារហ្នឹងទៅឲ្យទៅដល់ក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងឲ្យដឹងអំពីទុកលំបាករបស់គាត់ហ្នឹងហើយនៅពេលដែលខ្ញុំនិយាយបែបនេះនឹងមានទំនួលថាគាត់ចូលហើយតែគេមិនស្ដាប់បើទោះបីជាមិនស្ដាប់បើទោះបីជាគេមិនទទួលយកអត់ទុកក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនហ្នឹងមិនទទួលយកប៉ុន្តែយើងត្រូវតែធ្វើពីព្រោះយើងអត់មានមធ្យោបាយណាក្រៅពីថាការចូលរួមបែបហ្នឹងទេពីព្រោះក្នុងនាមជាប្រទេសជាតបតៃក្នុងនាមជាពលរដ្ឋជាតបតៃឬក៏ពលរដ្ឋកម្មត្រូវតែធ្វើបែបហ្នឹងធ្វើរឿយធ្វើជាប្រចាំធ្វើបីដូចជាយើងហៅហូបបាយប្រចាំថ្ងៃចឹងណាពីព្រោះយើងនិយាយអំពីនយោបាយគឺនិយាយអំពីជីវិតរស់នៅប្រចាំថ្ងៃនិយាយពីទឹកប្រៀបធៀបបីដូចជាខ្យល់អុកស៊ីហ្សែនមួយក្នុងការដកដង្ហើមក្នុងការរស់នៅប្រចាំថ្ងៃហ្នឹងអញ្ចឹងយើងអត់មានជំរឿនណាក្រៅពីការចូលរួមក្រៅពីគោរពច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញស្ដីច្បាប់ដែលពាក់ព័ន្ធនៅក្នុងកាតព្វកិច្ចសិទ្ធិរបស់យើងស្ដីហើយយើងមានបញ្ចូលបាយតាមលំដាប់ដោយទី1តាមរយៈឃុំសង្កាត់ទី2តាមក្រុមប្រឹក្សារាជធានីខេត្តក្រុងអីទាំងរហូតទៅដល់គេហៅថាគណៈរដ្ឋមន្ត្រីឬក៏ពិសេសគឺពាក់ព័ន្ធទៅនឹងបញ្ហាតំណាងរបស់ពួកពលរដ្ឋហ្នឹងគឺនៅខាងរដ្ឋាភិបាលនិងប្រតិភិអញ្ចឹងទាំងអស់នេះ
គឺជាកតាបកិច្ចរបស់ពួកគាត់ក្នុងការដោះស្រាយបញ្ហាទៅដល់ពលរដ្ឋហើយតំណាងរាស្ត្រគាត់មានការិយាល័យតំណាងរាស្ត្រនៅតាមមណ្ឌលតាមខេត្តរៀងខ្លួនអញ្ចឹងនៅពេលដែលយើងមានបញ្ហាយើងទៅរកពួកគាត់នៅទីនោះទៅដើម្បីគាត់ដោះស្រាយបញ្ហាទាំងអស់ហ្នឹងប៉ុន្តែដោយសារតែយើងវាហៅថាអសរបន្តិចណាយើងអពពពលរដ្ឋយើងអពពបន្តិចត្រង់ថាការិយាល័យតំណាងរាស្ត្រមួយចំនួនហ្នឹងអត់បានបើកដំណើរការទេការិយាល័យតំណាងរាស្ត្រខ្លះទុកចោលស្មៅដុសញប់វាបិទអីចឹងដែរអញ្ចឹងធ្វើឲ្យពលរដ្ឋលំបាកក្នុងការស្វែងរកពួកគាត់ពេលខ្លះវាគាត់បញ្ចេញយោបល់ទៅធ្វើឲ្យគាត់មានការភ័យខ្លាចទៅវិញអញ្ចឹងតែទាំងអស់នេះវាធ្វើឲ្យគាត់ក្នុងមានការរីរែកឬក៏រអាចិត្តក្នុងការចូលរួមឬក៏ក្នុងការផ្ដល់បញ្ហាទៅដល់តំណាងរបស់ពួកគាត់ហ្នឹងបាទចាអរគុណច្រើនចំណុចមួយទៀតដែលនេះខ្ញុំចង់ឲ្យលោកមករាធ្វើការផ្ដល់យោបល់ដែរចាដែលយើងសង្កេតឃើញកន្លងទៅយើងឃើញមាននៅពេលដែលប្រជាពលរដ្ឋគាត់ជួបនៅទុក្ខលំបាកឬក៏បញ្ហាប្រឈមគាត់តែងតែធ្វើការលើកឡើងដើម្បីឲ្យភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ធ្វើការដោះស្រាយជូនពួកគាត់ជាពិសេសក៏យើងមើលឃើញអំពីការលើកឡើងពីបញ្ហាដីធ្លីវិវាទដីធ្លីនិងការបណ្តេញចេញប្រជាពលរដ្ឋដោយបង្ខំអីនេះជាដើមប៉ុន្តែយើងគិតសម្គាល់ឃើញមានការបង្វែរនៃការលើកឡើងពីបញ្ហាប្រឈមរបស់គាត់ទៅជារឿងនយោបាយអីជាដើមនេះថាតើចំពោះបញ្ហាទាំងអស់នេះលោកមករាមើលឃើញថាអាជ្ញាធររដ្ឋគួរតែផ្លាស់ប្ដូរអរិយាប័ត្របែបណានៅក្នុងការទទួលយកសំណើជាជាងមានការចោទប្រកាន់ទៅលើរឿងទាំងអស់នេះវិញនេះចា៎បាទពាក់ព័ន្ធទៅបញ្ហាពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ពលរដ្ឋហើយមានការចោទប្រកាន់តាមរយៈប្រព័ន្ធតុលាការក្តីតាមរយៈការជំនាញកំហែងពីមូលដ្ឋានក្តីខ្ញុំគិតថាបញ្ហាទាំងអស់នេះរដ្ឋាភិបាលគួរតែបើកចិត្តឲ្យទលាណាឲ្យទទួលនៅបញ្ហានៃការរិះគន់ហ្នឹងឲ្យចាក់ស្ដែងពីព្រោះឲ្យយើងដឹងថាការរិះគន់ការដែលលើកឡើងពីបញ្ហាកង្វះខាតរបស់រដ្ឋាភិបាលរបស់មន្ត្រីអនុវត្តច្បាប់ហ្នឹងគឺតែងតែមានគេហៅថាវាមិនពីរោះពិសាទេគឺតែមានការចិត្តមានតែការខឹងសវាចឹងហើយប៉ុន្តែអ្វីដែលរដ្ឋាភិបាលទទួលបានគឺទទួលបានការគោរពការស្រឡាញ់ការដល់សេចក្តីទុកចិត្តបន្តពីអាណត្តិមួយទៅអាណត្តិមួយទៀតដោយសារតែការដែលផ្ដល់មកហ្នឹងគឺរដ្ឋាភិបាលយកមកដោះស្រាយហើយការដែលផ្ដល់មកហ្នឹងគឺជាបញ្ហាពិតមិនមែនជារបាយការណ៍ដែលពីកុហកមិនមែនជារបាយការណ៍ដែលបានមកតាមរយៈការជជែកឲ្យគឺមិនមែនជារបាយការណ៍ដែលបានមកពីការពុករលួយមន្ត្រីសហគមន៍ហ្នឹងយកមកឲ្យដាក់លើឲ្យពូនកុហកក្នុងការជូនព័ត៌មានហ្នឹងហើយមួយទៀតខ្ញុំសូមស្នើសុំទៅដល់ពលរដ្ឋទាំងអស់មកណាកុំឲ្យការបញ្ចេញមតិរបស់បុគ្គលមួយពលរដ្ឋមួយហ្នឹងគិតថាជាការប្រឆាំងជាការញុះញង់ជាការបោះបោក្រុមតែអកតេចំពោះរដ្ឋាភិបាលគ្រាន់តែគិតថាការបញ្ចេញមតិរបស់ពួកគាត់នេះគឺជាបញ្ហាតែគាត់ជួបប្រទះតែគាត់លំបាកហើយគាត់មិនដឹងថាទៅរកអ្នកណាក្នុងការដោះស្រាយទេពាក់ព័ន្ធនឹងបញ្ហារបស់គាត់ហ្នឹងអញ្ចឹងគាត់មានតែបង្ហាញតាមរយៈគឺការគាត់ខ្លាចមន្ត្រីអាជ្ញាធរមូលដ្ឋានហ្នឹងគាត់មិនដឹងធ្វើម៉េចគាត់ស្នើតាមគាត់ធ្វើវីដេអូគាត់ផុសវីដេអូគាត់ផ្សេងជាវីដេអូបង្ហាញទៅដល់រដ្ឋាភិបាលអញ្ចឹងនៅពេលដែលរដ្ឋាភិបាលស្ដាប់ឮដឹងហើយដោះស្រាយហើយផ្ដល់ឱកាសឲ្យគាត់ស្ដាប់គាត់ព្យាយាមអ្វីដែលរដ្ឋាភិបាលបញ្យល់ដល់ពីព្រោះយើងកន្លងមកយើងឃើញថារដ្ឋាភិបាលគាត់មានបញ្ហាពាក់ព័ន្ធនឹងការបញ្យល់ពលរដ្ឋទៅពលរដ្ឋអត់ទៅស្ដាប់ពលរដ្ឋតែងតែចំអកលោកលឿនមកវិញអញ្ចឹងការអស់នេះវាជាកត្តាមួយដែលរដ្ឋាភិបាលគិតគូរឡើងវិញហើយទទួលយកការពិតហើយនឹងលុបបំបាត់នៅរបាយការណ៍គូកុហកចោលបាទនេះជាអ្វីដែលខ្ញុំយល់ឃើញថាគឺគួរតែធ្វើបន្តទៀតណាបាទចាអរគុណច្រើនចំណុចដែលសំខាន់នោះគឺការផ្ដល់ឱកាសទៅដល់សម្លេងនៃបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋហើយបើកចិត្តនៅក្នុងការទទួលយកនៅបញ្ហាទាំងអស់នេះហើយចូលរួមនៅក្នុងការដោះស្រាយជូនពួកគាត់ដើម្បីបញ្ជៀសនៅបញ្ហានេះពេលខាងមុខកាន់តែធ្ងន់ធ្ងរនោះចានេះខ្ញុំចង់បានជាមតិយោបល់ចុងក្រោយពីខាងលោកពូបន្តាដែរពីខាងសហគមន៍ដែលកំពុងតែអាចនឹងមើលឃើញពីបញ្ហាប្រឈមប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែកើតមានថាតើអ្វីទៅជាមតិយោបល់និងសំណពរចុងក្រោយរបស់លោកពូនោះចា៎បាទអរគុណសម្រាប់ក្នុងខ្ញុំជាពលរដ្ឋហើយខ្ញុំជាតំណាងសហគមន៍ហើយគឺសំណពរទៅដល់រាជរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធហ្នឹងហើយខ្ញុំសូមឲ្យយកចិត្តទុកដាក់ឬគំនិតរបស់ពលរដ្ឋហ្នឹងដាក់ចូលទៅក្នុងផែនការអភិវឌ្ឍហើយដើម្បីកសាងដល់សហគមន៍ឬក៏មូលដ្ឋានហ្នឹងដើម្បីឲ្យមានប្រសិទ្ធភាពហើយទី2គឺរដ្ឋាភិបាល
មិនត្រូវមើលរំលងនៅគំនិតរបស់ឬរបាយការណ៍របស់សហគមន៍ឬសម្លេងរបស់អ្នកមូលដ្ឋានម្ចាស់ឆ្នោតហ្នឹងហើយមើលរំលងទេហើយមិនត្រូវមើលតែរបាយការណ៍របស់ថ្នាក់មូលដ្ឋានឬក៏ហើយថ្នាក់ក្រមជាតិដើម្បីសរសេររបាយការណ៍ទៅឲ្យរដ្ឋាភិបាលហ្នឹងហើយសូមពិនិត្យមើលឲ្យច្បាស់លាស់តើវាពិតប្រកបទេថារបាយការណ៍ហ្នឹងវាឆ្លុះបញ្ចាំងការពិតទៅដល់មូលដ្ឋានសង្គមទេបាទនឹងសូមឲ្យហើយមួយទៀតដាក់បញ្ចូលគំនិតរបស់អង្គការសង្គមស៊ីវិលហ្នឹងទៅក្នុងផែនការអតិភិបព្រោះសង្គមស៊ីវិលនេះគឺឆ្លុះបញ្ចាំងជួយទៅដល់សហគមន៍ហ្នឹងដើម្បីជួយឲ្យសហគមន៍ហ្នឹងមានភាពរឹងមាំហើយជួយដល់ក្នុងការបន្តឲ្យសហគមន៍ហ្នឹងអាចកាត់បន្ថយក្នុងការភាពក្រីក្រមួយចំនួនដែរបាទចាអរគុណច្រើនលោកពូចាដោយសារតែពេលវេលាយើងក៏មកដល់ទីបញ្ចប់ប៉ុន្តែនេះខ្ញុំសូមជាមតិយោបល់ចុងក្រោយពីខាងលោកមករាដែរជំវិញប្រធានបទនៃការទៅជែកយើងល្ងាចនេះចាបាទពីចុងក្រោយខ្ញុំសូមអរពលរដ្ឋក៏ដូចជាយុវជនទាំងអស់ចូលរួមតាមដានការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលពីព្រោះការដែលចូលរួមការដែលតាមដាននេះគឺជារឿងមួយដែលបង្ហាញអំពីតម្លាភាពសម្រាប់ផលប្រយោជន៍របស់សហគមន៍ផលប្រយោជន៍របស់ជាតិទាំងមូលមួយទៀតសូមកុំឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជនទាំងអស់ហ្នឹងនៅពេលដែលស្អប់អ្នកនយោបាយហើយបោះបង់នយោបាយយើងអាចស្អប់អ្នកនយោបាយបានប៉ុន្តែយើងមិនអាចបោះបង់ការចូលរួមធ្វើនយោបាយការចូលរួមក្នុងការងារសង្គមបានទេបាទនេះជាអ្វីដែលខ្ញុំញ៉ាសារជូនទៅដល់បងប្អូនជាប្រពៃយុវជនទាំងអស់បាទចាអរគុណច្រើនហើយនេះខ្ញុំឃើញថាកម្មវិធីនេះក៏តែចែកសម្លេងម្ចាស់ឆ្នោតល្ងាចនេះក៏មកដល់ទីបញ្ចប់នេះខ្ញុំក៏សូមបញ្ចប់កិច្ចពិសាតែប៉ុណ្នេះហើយក៏ដូចជាសូមអរគុណនិងគោរពជំរាបលាពីខាងលោកមករាពីចម្ងាយផងចាបាទសូមគោរពជំរាបលាបាទចាក៏ដូចជាអរគុណទៅដល់លោកពូតំណាងសហគមន៍លោកពូប៊ុនថាចាដែលបានចំណាយពេលមកក្នុងការជជែកនៅកម្មវិធីស្ទូឌីយោយើងល្ងាចនេះក៏ដូចជាអរគុណទៅដល់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតាមដានស្ដាប់នៃការផ្សាយរបស់សម្លេងសង្គមស៊ីវិលយើងជារៀងរាល់ល្ងាចចាហើយប្រសិនបើមានជាកំហុសឆ្គងនៅក្នុងប្រការណាមួយក៏សូមខន្តីអភ័យទោសកម្មវិធីសម្លេងម្ចាស់ឆ្នោតនឹងពំនាំប្រធានបទមកកាន់កម្មវិធីនៃការជជែកនៅសប្តាហ៍បន្តទៀតចានេះខ្ញុំជាអ្នកសម្របសម្រួលរួមជាមួយនឹងវាគ្មិននិងក្រុមការងារបច្ចេកទេសសូមអរគុណសូមជម្រាបលា